រឿងទីរក់តូចដែលអណ្ដែតក្នុងកន្ត្រករាប់រយឆ្នាំក្រោយមកមានមនុស្សក៏បានចាប់ផ្ដើមហៅកូនចៅរបស់យ៉ាកុបនិងយ៉ូសែបថាជាជនជាតិអ៊ីស្រាអែលជនជាតិអ៊ីស្រាអែលទាំងអស់ក៏កាន់តែមានចំនួនកាន់តែច្រើនទៅច្រើនរហូតដល់អាចនឹងបង្កើតជាប្រទេសធំមួយបានពិតជាច្រើនខ្លាំងមែនទែនស្រាប់តែពេលនោះស្ដេចផារ៉ោនដែលសោយរាជ្យថ្មីនៃប្រទេសអេស៊ីបក៏ចាប់ផ្ដើមមានគំនិតបែបនេះធំសិននេះប្រសិនបើទុកតែបន្តិចទៀតគឺច្រើនជាងជនជាតិអេស៊ីបទៅទៀតនេះមិនមែនជាជនជាតិអ៊ីស្រាអែលកាន់តែច្រើនឡើងជាងជនជាតិអេស៊ីបទេចុះប្រសិនបើពួកគេបះបោរឬមានគំនិតអ្វីផ្សេងនោះពេលនោះនឹងមានរឿងធំកើតឡើងជាមិនខានភ្លាមនោះស្ដេចផារ៉ោនក៏បានបញ្ជាឲ្យប្រមូលទាហានទាំងអស់មកយើងត្រូវតែធ្វើកុំឲ្យប្រជាជនអ៊ីស្រាអែលកើតមានគំនិតផ្សេងឲ្យសោះចាប់ពីពេលនេះទៅចូលប្រគល់នូវការងារធ្ងន់ៗឲ្យដល់ជនជាតិអ៊ីស្រាអែលធ្វើទាំងអស់ចុះស្ដេចផារ៉ោនបានបញ្ជាឲ្យជនជាតិអ៊ីស្រាអែលសង់ប៉មដ៏ធំមួយគឺទាំងត្រូវជីកហើយនឹងដឹកជញ្ជូនដីក្នុងបរិមាណយ៉ាងច្រើនសន្ធឹកហើយទាំងដុតឥដ្ឋក្នុងឡដ៏សែនក្តៅមិនតែប៉ុណ្ណោះគឺត្រូវតែធ្វើរហូតដល់ស្រែចម្ការទាំងអស់ផងដែរគ្រប់ទាំងការងារទាំងអស់គឺបានក្លាយទៅជាមុខរបររបស់ប្រជាជនអ៊ីស្រាអែលធ្វើទាំងអស់ប៉ុន្តែសម្រាប់ប្រជាជនអ៊ីស្រាអែលវិញព្រះជាម្ចាស់ទ្រង់គង់នៅជាមួយជាប់ជានិច្ចដូច្នេះទោះជាស្ដេចផារ៉ោនបង្គាប់ឲ្យធ្វើការងារធ្ងន់ធ្ងរយ៉ាងណាក៏ដោយចំនួនរបស់ប្រជាជនអ៊ីស្រាអែលវិញក៏កាន់តែកើនឡើងទៅហើយក៏កាន់តែកើនឡើងថែមទៀតក៏បានក្លាយជាប្រជារាស្ត្រមួយដ៏ក្លាហាននិងរឹងមាំតើនេះមានរឿងអ្វីកើតឡើងហេតុអ្វីបានជាដូច្នេះនេះយើងបានធ្វើបាបមិនឲ្យពួកវារស់នៅសុខស្រួលបែបនេះទៅហើយហេតុអ្វីបានជាជនជាតិអ៊ីស្រាអែលកាន់តែកើនឡើងច្រើនបែបនេះទីបំផុតស្ដេចផារ៉ោនដែលខឹងយ៉ាងខ្លាំងនោះក៏ចេញបញ្ជាដ៏សាហាវមួយដែលមិនគួរនឹងធ្វើវាពិតជាការដែលគួរឲ្យភ័យខ្លាចមែនទែននៅថ្ងៃនេះចាប់ពីពេលនេះទៅទារកដែលជាកូនប្រុសដែលកើតចេញពីជនជាតិអ៊ីស្រាអែលចូលបោះចូលទៅក្នុងទន្លេនីលទាំងអស់ទៅដើម្បីកុំឲ្យកូនចៅរបស់ពួកគេចម្រើនឡើងបន្ថែមទៀតទន្លេនីលដែលលាតសន្ធឹងដែលគ្មានទីបញ្ចប់នោះក្រពើក៏បានមកចោមរោមទារករបស់ជនជាតិអ៊ីស្រាអែលដែលជនជាតិអេស៊ីបបានស្វែងរកហើយបោះចូលទៅក្នុងនោះនៅក្នុងទឹកទន្លេដ៏គួរឲ្យព្រឺព្រួចនោះពេលវេលានោះគឺជាពេលវេលាមួយដែលកាចសាហាវនិងគួរឲ្យព្រឺព្រួចខ្លាំងមែនទែនហើយក្នុងពេលដ៏គួរឲ្យព្រឺព្រួចនោះម៉ូសេដែលជាទារករបស់ជនជាតិអ៊ីស្រាអែលក៏បានកើតមកការដែលម្ដាយរបស់ម៉ូសេបានបង្កើតកូនប្រុសមកយ៉ាងសង្ហានោះក៏មិនបានទទួលព្រះពរដែរពីព្រោះតែបន្តិចទៀតម៉ូសេនឹងត្រូវទាហានយកទៅសម្លាប់ចោលម្ដាយរបស់ម៉ូសេបានលាក់ម៉ូសេទុកអស់រយៈពេល3ខែក៏ប៉ុន្តែពេលដែលម៉ូសេកាន់តែធំឡើងទៅគឺនាងមិនអាចបន្តលាក់ទុកបានទៀតនោះទេនៅប្រទេសអេស៊ីបមានដើមត្រីមួយគេហៅថាផាភីឡូសឺម្ដាយរបស់ម៉ូសេក៏បានកាច់ផាភីឡូសឺមកធ្វើជាកន្ត្រកហើយក៏បានដាក់ម៉ូសេចូលទៅក្នុងកន្ត្រកនោះហើយក៏បានដាក់បណ្ដែតទឹកតាមទន្លេដួងចិត្តរបស់ម្ដាយម៉ូសេពិតជាឈឺចុកចាប់យ៉ាងខ្លាំងពេលមើលកន្ត្រករសាត់ទៅឆ្ងាយបែបនោះដោយសារនេះជាវិធីតែមួយគត់ដែលខ្លួនអាចធ្វើបានម៉ូសេដែលបានម្ដាយដាក់ចូលទៅក្នុងកន្ត្រកនោះក៏បានអណ្ដែតរសាត់ទៅតាមរលកទឹកទន្លេសម្រាប់ម៉ូសេក៏មានបងស្រីម្នាក់ឈ្មោះថាម៉ារ៉ាមដែរដោយសារតែម៉ារ៉ាមព្រួយបារម្ភពីម៉ូសេជាប្អូនខ្លាំងពេកក៏បានរត់ដេញតាមមើលកន្ត្រកនោះជានិច្ចពេលនាងដេញតាមក្នុងរយៈពេលដ៏យូរនោះនាងក៏បានឃើញមានស្ត្រីពាក់អាវស្អាតមានសម្រស់ស្រស់ស្អាត
ចេញមកលេងឯមាត់ទន្លេស្ត្រីទាំងនោះក៏បានឃើញម៉ូសេនៅក្នុងកន្ត្រកនោះស្ត្រីទាំងនោះមិនមែនជាអ្នកណាផ្សេងនោះទេគឺជាស្ត្រីដែលមកពីវាំងនៃស្ដេចអេស៊ីបហើយក្នុងចំណោមនោះក៏មានកូនស្រីរបស់ផារ៉ោនដែរដូច្នេះគឺជាបុត្រីនៃប្រទេសអេស៊ីបអូកន្ត្រកនោះគឺជាអ្វីនោះភីលៀងទាំងអស់ចូលចុះទៅយកកន្ត្រកនោះមកនេះបន្តិចគឺមានម៉ូសេនៅក្នុងកន្ត្រកនោះម៉ូសេជាទារកមួយដែលគួរឲ្យស្រឡាញ់ដូច្នេះទោះជាអ្នកណាឃើញក៏ស្រឡាញ់ដែរមិនក៏កូននេះគួរឲ្យស្រឡាញ់ម្ល៉េះតើអ្នកណាអាចទុកឲ្យទារកតូចនេះស្លាប់បានបុត្រីរបស់ផារ៉ោននៃប្រទេសអេស៊ីបគឺជាមនុស្សដែលមានចិត្តស្លូតបូតនិងក្តីសន្តោសមេត្តានាងក៏សម្រេចចិត្តថាយកម៉ូសេធ្វើជាកូនរបស់ខ្លួនអ្នកម៉ែម៉ូសេបានរស់ហើយបងស្រីដែលជាម៉ារ៉ាមក៏បានប្រាប់ម្ដាយរបស់នាងនៅអ្វីគ្រប់យ៉ាងដែលនាងបានឃើញទាំងអស់ព្រាហ្មណ៍នោះម្ដាយរបស់ម៉ូសេក៏បានរត់ទៅឯវាំងរបស់ស្ដេចផារ៉ោនហើយនាងក៏បានសុំធ្វើជាមេដោះរបស់ទារកតូចនោះអោព្រះអង្គអើយតើលើផែនដីនេះមានទារកដែលល្អបែបនេះទៀតដែរឬអត់ម៉ូសេនៅក្នុងវាំងដ៏អស្ចារ្យនោះមិនត្រឹមតែបានរស់នៅបានយ៉ាងសុខស្រួលនោះទេគឺថែមទាំងបានទទួលការអប់រំដែលរាជវង្សបានទទួលនោះផងដែរហើយក៏បានរស់នៅក្នុងរង្វង់ដៃម្ដាយដែលបានបង្កើតខ្លួនមកនោះដែរប៉ុន្តែនោះមិនមែនជាសំណាងល្អដែលធម្មតានោះទេវាជាផែនការដ៏ធំរបស់ព្រះជាម្ចាស់គឺដើម្បីជនជាតិអ៊ីស្រាអែលទាំងអស់ដែលទទួលរងនូវទុក្ខវេទនាពេលវេលាក៏បានកន្លងផុតទៅពេលនោះម៉ូសេក៏បានក្លាយជាបុរសម្នាក់ដ៏សែនសង្ហាទោះជាម៉ូសេបានលូតលាស់ធំធាត់ឡើងនៅក្នុងវាំងនៃប្រទេសអេស៊ីបយ៉ាងណាក៏ដោយប៉ុន្តែដោយសារតែគាត់បានទទួលនូវការអប់រំពីម្ដាយដែលបានចិញ្ចឹមខ្លួនដូច្នេះដួងចិត្តដែលស្រឡាញ់ដល់ជនជាតិអ៊ីស្រាអែលនោះវាពិតជាធំខ្លាំងមែនទែនខ្ញុំទទួលបានការអប់រំជាបុត្រានៃស្ដេចផារ៉ោនក៏ពិតមែនប៉ុន្តែខ្ញុំជាជនជាតិអ៊ីស្រាអែលដែលបម្រើដល់ព្រះជាម្ចាស់ខ្ញុំនឹងមិនថ្វាយបង្គំដល់ទន្លេនីលឬព្រះអាទិត្យដូចជាជនជាតិអេស៊ីបនោះឡើយថ្ងៃមួយពេលម៉ូសេកំពុងតែដើរតាមផ្លូវក៏បានរកឃើញជនជាតិអេស៊ីបម្នាក់វាយធ្វើបាបជនជាតិអ៊ីស្រាអែលយ៉ាងសាហាវបំផុតសូមកុំធ្វើបែបហ្នឹងអីសូមកុំវាយខ្ញុំអីសូមជួយខ្ញុំផងម៉ូសេដែលមានកម្លាំងនិងមានរាងកាយមាំមួននោះពេលឃើញបែបនោះក៏បានខឹងយ៉ាងខ្លាំងក៏បានចាប់ផ្ដើមវាយជនជាតិអេស៊ីបនោះយើងនឹងមិនធ្លាប់ឃើញមនុស្សដ៏អាក្រក់ដូចឯងបែបនោះទេដែលវាយធ្វើបាបមនុស្សទន់ខ្សោយឯងសាកទទួលនៅការធ្វើបាបបែបនេះវិញម្ដងមើលតើវាយ៉ាងម៉េចដែរប៉ុន្តែបន្តិចក្រោយមកជនជាតិអេស៊ីបដែលត្រូវម៉ូសេវាយនោះក៏បានស្លាប់បាត់ទៅម៉ូសេផិតភ័យយ៉ាងខ្លាំងដែលបានសម្លាប់ជនជាតិអេស៊ីបខ្ញុំមិនបានតាំងចិត្តថានឹងធ្វើបាបនោះទេម៉ូសេដែលភិតភ័យនោះក៏បានយកជនជាតិអេស៊ីបនោះទៅកប់ក្នុងចម្ការខ្សាច់មួយហើយក៏បានត្រឡប់ចូលទៅក្នុងវាំងវិញគាត់គិតថាបើគាត់រក្សាការសម្ងាត់នេះពីខ្លួនឯងដូច្នេះគឺគ្មាននរណាដឹងនោះឡើយប៉ុន្តែខុសពីការគិតរបស់ម៉ូសេនៅថ្ងៃនោះគឺមានមនុស្សបានឃើញពីហេតុការណ៍នៃការសម្លាប់របស់ជនជាតិអេស៊ីបទាំងអស់អ្នកទាំងអស់គ្នាទីបំផុតតើម៉ូសេអាចរស់នៅដោយមិននឹកចាំកំហុសរបស់ខ្លួនគាត់បានដែរឬទេហើយនៅថ្ងៃខាងមុខតើនឹងមានរឿងអ្វីកើតឡើងទៀត
យើងនឹងជួបគ្នានៅសាច់រឿងក្រោយទៀត សូមជម្រាបលា សូមអរគុណ